បាទបងប្អូនស្រូវ38ថ្ងៃហើយយើងនឹងស្វែងយល់អំពីការដែលតើយើងគួរផ្ដាច់ជីនៅអាយុ38ថ្ងៃហ្នឹងឬក៏អាចទៅមុខទៀតអញ្ចឹងបងប្អូនមើលនៅចំណុចសំខាន់មួយចំនួនទី1បងប្អូនមើលលក្ខណៈស្លឹកនេះបងប្អូនមើលស្លឹកវានេះពីថ្នាំងដៃពីថ្នាំងដៃពីចុងមកវាមានកលូតខាងចុងហ្នឹងដូចយើងសពុតអេមអញ្ចឹងហើយយើងរូតចកេះបាទអានោះគឺកាលណាតែមានលក្ខណៈបែបហ្នឹងស្រូវអាចមានរូបសញ្ញាបែបហ្នឹងគឺចន្លោះ30ជាងនឹងឯងគឺនឹងកើតឡើងហើយប៉ុន្តែយើងក៏មិនអាចសម្រេចថាងយើងត្រូវតែផ្ដាច់ជីតែម្ដងទេហើយយើងត្រូវស្វែងយល់មួយជាន់ទៀតបងប្អូនស្វែងយល់មួយជាន់ទៀតទៅដើម្បីយកជាបទពិសោធន៍ហើយខ្ញុំក៏មិនណែនាំឲ្យបងប្អូនថាត្រូវផ្ដាច់ជីឬក៏មិនផ្ដាច់ទេប៉ុន្តែខ្ញុំនឹងបង្ហាញបន្ថែមទៀតអំពីចំណុចទី2នេះគឺយើងដកដើមស្រូវមើលបងប្អូននេះក្នុងមួយដើមបាទអញ្ចឹងវាបែកគុំតិចដែរដោយសារកន្លែងនេះហើយជាទូទៅវាមានបែបនឹងស្ទើរតែ50%ជាងទៅ90%ព្រោះកន្លែងនេះវារៀងខាងរៀងរង្វើលអញ្ចឹងទៅវាអាចឆ្លោះអញ្ចឹងទៅហើយកន្លែងផ្សេងទៀតវាទាបអញ្ចឹងនៅពេលដែលយើងអនុវត្តទី2ស្វែងយល់ដើម្បីថាយើងត្រូវផ្ដាច់ជីនោះគឺយើងដកដើមស្រូវនឹងមើលទៅឥឡូវបងប្អូនមើលទាំងអស់គ្នាតើដល់ពេលវេលាដែលយើងត្រូវផ្ដាច់ជីហើយនៅអាយុគឺដល់ហើយតែយើងមើលលក្ខណៈនៃស្រូវតទៀតហើយសួរថាចុះយើងខុសគ្នាបាច់មុនបាច់ក្រោយហ្នឹងផ្ដាច់មុនផ្ដាច់ក្រោយវាយ៉ាងដូចម្ដេចដែរបើសិនតែយើងផ្ដាច់មុនការកំណត់ពេកអានោះវាតាមស្ថានដីដែរដីខ្លះមិនសូវមានជីជាតិអញ្ចឹងវាធ្វើឲ្យអន់ថយនៅពេលដែលយើងចេញគូមានន័យថាពេលដែលស្រូវចេញគូវាទៅជាអន់ថយពណ៌សម្បុរហើយអត្រានៃការដាក់គ្រាប់អាចនឹងប៉ះពាល់តិចតួចយើងមិនទៅច្រើនទេហើយត្រឡប់ទៅវិញថាចុះបើសិនតែយើងក្រោយការកំណត់មានន័យថាដល់ពេលដែលផ្ដាច់ហើយយើងអាចបានផ្ដាច់ពញាពេកមានចំណុចទាំងនោះបើសិនតែក្រោយផ្ដាច់ជីក្រោយការកំណត់ពេកសារធាតុចិញ្ចឹមមានន័យថាស្រូវពេលកំណត់កំណាត់គូវានឹងកោរឹសអញ្ចឹងវាចាប់យកជីប្រភេទអាហារគោលជីគ្រាប់ហ្នឹងមិនសូវជាបានល្អដូចជីទឹកទេអ្នកជំនាញគេអាចណែនាំឲ្យបងប្អូនកសិករបំពន់ទៅលើស្លឹកជាជាងដែរយើងបាញ់ដោយសារតែទី1វាអាចនឹងធូរថ្លៃជាងពីជីគ្រាប់អានោះគឺបើហួសពេលបាទប៉ុន្តែបងប្អូនមិនឲ្យហួសពេលទេគ្រាន់តែជាសំណួរទេថាតើយើងគិតយ៉ាងដូចម្ដេចវិញបាទអញ្ចឹងបងប្អូនកំពុងតែឃើញលទ្ធផលហើយនៃដែលយើងនេះប្រព័ន្ធឬក៏នៅថ្លាស់ល្អដែរហើយស្រូវនេះបើតាមការតាមដានគឺបាច់ជីម្ដងបាញ់បំពន់ម្ដងតែប៉ុណ្ណោះយើងបាញ់ថ្នាំជំងឺសត្វល្អិតខ្លះអញ្ចឹងទៅបាទអញ្ចឹងយើងមើលថ្នាំទី1វាជាប់នឹងប្រព័ន្ធឫសនៅខាងក្រោមគេបង្អស់ហើយវានឹងបន្លូតដើមមកចូលថ្នាំទី2ហើយវាចូលនឹងថ្នាំទី3នេះអញ្ចឹងធម្មតាពេលដែលយើងផ្ដាច់ជីយើងឃើញថ្នាំទី3ហ្នឹងគឺល្អហើយប៉ុន្តែថ្នាំទី4គឺជាថ្នាំដែលពកសម្លេងអញ្ចឹងខ្ញុំនឹងក្តិចមកជាន់ទៀតដើម្បីរកឃើញថានៅថ្នាំបន្ទាប់ពីថ្នាំទី3គឺពកសម្លេងហ្នឹងគឺស្ថិតនៅក្នុងថ្នាំទី4ហើយវានឹងវិវត្តទៅជាការដាក់សម្លេងហ្នឹងវាមានកម្ពស់បាទអញ្ចឹងនេះអញ្ចឹងបងប្អូនមើលថ្នាំទី1ទី2ថ្នាំទី3អញ្ចឹងថ្នាំនេះគឺបើសិនជាយើងធម្មតាគឺយើងផ្ដាច់ជីបានបាទប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំទុកពេលយ៉ាងហោចណាស់ក៏3ទៅ5ថ្ងៃទៀតដែរហើយអាចដល់មួយសប្តាហ៍ទៀតក៏បានដែរដើម្បីផ្ដាច់ពីព្រោះវាឃើញជាទម្រង់បែបនេះមែនប៉ុន្តែវាមិនទាន់មានសម្លេងទាំងស្រុងទេបងប្អូននេះឃើញទេអញ្ចឹងវាគ្រាន់តែថ្នាំ3គឺពិតមែនដល់ថ្នាំទី4ហើយប៉ុន្តែវាយ៉ាងហោចនេះវាត្រូវការ3ទៅ5ថ្ងៃទៀតទើបវាចាប់បានមានពកសម្លេងទូចមួយហើយយើងផ្ដាច់ទៅហើយបើសិនតែថាំងចូលយើងផ្ដាច់ពេលហ្នឹងសារធាតុចិញ្ចឹមនោះគឺត្រូវការ2 3ថ្ងៃបានវាវិវត្តបានល្អអញ្ចឹងក៏វាសមស្របដែរប៉ុន្តែបើសិនតែក្រមដីនោះមិនសូវមានជីជាតិជីនោះវាធ្វើការប្រហែលជាមួយសប្តាហ៍យ៉ាងយូរវាត្រូវបាត់បង់អានុភាពអញ្ចឹងចាប់ពីពកសម្លេងទៅធំបន្តិចជីនោះក៏បាត់បង់សមត្ថភាពយ៉ាងខ្លាំងហើយបើសិនតែឃើញតែល្អយើងអាចបានបំពន់ផ្នែកបង្កើតផលទៀតវារឹតតែធ្វើឲ្យការចេញផ្កាមកពេលដែលចេញមកគឺយើងឃើញថាស្រូវរបស់យើងគឺលឿងស្លឹករៀងខ្សោយជាជាតិទៅវិញបាទអានោះគឺចំណុចខ្លះទេมันជាទូទៅគ្រប់ស្ថានដីស្រែទេអានោះគឺខ្ញុំគ្រាន់តែចែកដីអញ្ចឹងបងប្អូនខ្ញុំចែករំលែកប៉ុណ្ណឹងទី1គឺយើងមើលលើកជីបស្លឹកនៅខាងលើហ្នឹងប្រហែលជាពីថ្នាំងដៃពីចុងស្លឹកមកក្រោមយើងឃើញគឺមើលនឹងភ្នែកឃើញទី2គឺដកដើមស្រូវមើលហើយហែកមើលស្រទាប់ថ្នាំងមួយបែបហ្នឹងទៅបើអត់ទាន់ឃើញសម្លេងទេបងប្អូនកុំទាន់ផ្ដាច់ជីអីបើពេលដែលផ្ដាច់មិនទាន់មានសម្លេងបែបនេះ
វាគ្រាន់តែថាសារធាតុចិញ្ចឹមគឺវាធ្វើការមួយឈូលដល់ពេលដង្ហើមធំគឺវាខ្សោយតែប៉ុណ្្នឹងឯងហើយបងប្អូនផ្ដាច់ពីណាក៏បានដែរ38 45ខ្សោយទៅបងប្អូនដែរខ្ញុំគ្រាន់តែចែករំលែកបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលតាមដាននៅទស្សនានៅវីដេអូនេះបើគិតថាមានប្រយោជន៍ចែករំលែកហើយបងប្អូនដែលថ្មីអត់ទាន់បាន follow ទៅដើម្បីវីដេអូក្រោយៗទៀតបានឃើញដល់បងប្អូនអរគ្នាផងដែរអរគុណច្រើន